ព្រះសង្ឃ3ឆ្កែដូនជី3ឆ្មាមកពីប្រទេសឡាវត្រូវបានគេនិយាយតគ្នាថាឲ្យតែនិមន្តដល់ផ្ទះណាផ្ទះនោះមុខតែជួបគ្រោះចង្រៃមិនខានរឿងរ៉ាវចាប់ផ្ដើមនៅរសៀលថ្ងៃមួយអូលោកអើយនឹងម៉ែជីនិមន្តទៅណាដែរថ្មនេះហើយគួរតែសម្រាប់បន្តិចនិមន្តឆាន់តែឆាន់នំនៅក្នុងផ្ទះកណាសិនទៅនេះគឺជាតាមីចាស់ព្រឹទ្ធាចារ្យដែលគោរពធម៌អានៅក្នុងភូមិមិនគួរឲ្យជឿសោះនៅព្រឹកថ្ងៃស្អែកអ្នកភូមិក៏បានឃើញតាមីបានស្លាប់ទៅជាសាកសពរឹងកំប្រឹងសម្បល់ស្លេកស្លាំងភ្នែកបើកក្រឡែតមុតច្រហោដូចស្រែកបានជប់នឹងអ្វីម្យ៉ាងហើយនឹងមិនមានគ្រឿងខ្នងនោះឡើយអ្នកភូមិជឿថានេះគឺជាស្នាដៃរបស់ខ្មោចព្រៃជាខ្មោចដែលអាចសន្ធិដ្ឋចូលរាងកាយមនុស្សរួចស៊ីគ្រឿងខ្នងពោះវៀនពុតាំងបន្ទាប់ពីវាចេញមនុស្សនោះក៏ត្រូវបានស្លាប់នៅសល់តែសម្បករូបរាងកាយដោយមិនមានគ្រឿងខ្នងនោះឡើយធ្វើឲ្យអ្នកភូមិភ័យរន្ធត់គ្រប់គ្នាព្រោះកាលពី20ឆ្នាំមុនក៏មានរឿងរ៉ាវដូចគ្នាកើតឡើងផងដែរថាមានខ្មោចព្រៃសន្ធិដ្ឋនៅក្នុងរូបរាងកាយព្រះសង្ឃ3ឆ្កែខ្មៅហើយនឹងដូនជី3ឆ្មាខ្មៅដែលចាំស៊ីគ្រឿងក្នុងពោះវៀនពុតាំងមនុស្សនៅក្នុងភូមិធ្វើដំណើរកាត់ព្រៃកាត់ទឹកមកពីប្រទេសឡាវឲ្យតែធ្វើដំណើរកាត់ផ្ទះណាផ្ទះនោះតែងតែជួបជាមួយនឹងហេតុអាក្រក់មនុស្សស្លាប់បាត់បង់គ្រឿងក្នុងជាជាមិនខានពិសេសគឺពោះវៀនក្មេងៗតែម្ដងនេះគឺជាផ្ទះរបស់និមលស្ត្រីមេម៉ាយកូនមួយស្នាក់នៅជាមួយកូនប្រុសម្នាក់តែប៉ុណ្ណោះផ្ទះរបស់នាងមាន2ជាន់ខាងក្រោមគឺធ្វើពីស៊ីម៉ង់ខាងលើគឺជាឈើដែលមើលទៅមានសភាពចាស់ទ្រុឌទ្រោមទៅហើយនិមលប្រកបមុខរបរធ្វើនំលក់នាងមានទម្លាប់ក្រោកតាំងពីព្រឹកប្រហៀនដើម្បីដុតនំយកទៅលក់នៅឯផ្សារថ្ងៃនេះក៏ដូចសពមួយដងក្រោយពីដាំទឹកចំហុយនំរួចហើយនិមលក៏ឡើងទៅលើផ្ទះដើម្បីសម្រាកជាកូនរបស់និមលក៏ភ្ញាក់ឡើងដំណើរគ្នាព្រោះឈឺពោះបាត់ជើងតូចវាក៏ងើបឡើងទៅបាត់ជើងតូចនៅក្នុងកន្ធោដែលនិមលបានត្រៀមដាក់នៅលើផ្ទះរួចរាល់ជាស្រេចនំរួចវាក៏ត្រឡប់ត្រៀមមកគេងវិញស្រាប់តែអាតូចវាឮសូរសំឡេងសូត្រមន្តមកពីក្រៅផ្ទះកាត់ការងើយឆ្ងល់វាក៏ទៅអើតមើលតាមប្រឡោះជញ្ជាំងផ្ទះស្រាប់តែឃើញព្រះសង្ឃ3ឆ្កែខ្មៅដូនជី3ឆ្មាខ្មៅដើរកាត់មុខផ្ទះរបស់វាម៉ែខ្ញុំឃើញព្រះសង្ឃហើយនឹងដូនជីដើរកាត់មុខផ្ទះយើងអោហេតុអ្វីថ្ងៃនេះបានជាមានព្រះសង្ឃដើរបិណ្ឌបាតតាំងពីក្បាលព្រលឹមបែបនេះអញ្ចឹងឯងចាំម៉ែនៅលើហ្នឹងហើយម៉ែចុះទៅដាក់បាតសិននិមលមិនបានគិតអ្វីច្រើនទេព្រោះគិតថាព្រះសង្ឃដើរបិណ្ឌបាតធម្មតាចុះទៅដល់ក្រោមផ្ទះស្រាប់តែវ៉ាជួបជាមួយនឹងព្រះសង្ឃកំពុងតែ3ឆ្កែខ្មៅដែលមើលទៅគួរឲ្យខ្លាចខ្លាំងមែនតែនរីឯនៅខាងឆ្វេងដៃក៏មានដូនជីកំពុងតែ3ឆ្មាខ្មៅក្នុងទឹកមុខចម្លែកដូចគ្នានិមលដឹងច្បាស់ណាស់ថានេះមិនមែនជាព្រះសង្ឃនិងដូនជីដែលគង់នៅវត្តក្នុងភូមិរបស់នាងឬភូមិក្បែរនាងនោះឡើយអោលោកតានិងដូនជីទៅណាមកណាហើយអ្វីបាននិមន្តមកបិណ្ឌបាតតាំងពីព្រឹកព្រលឹមបែបនេះព្រះសង្ឃនិងដូនជីនោះមិនបានឆ្លើយតបនឹងនិមលទេគិតតែពីសម្លឹងទៅលើផ្ទះក្នុងក្រសែភ្នែកដ៏គួរឲ្យព្រឺព្រួយហាក់ដូចជាចង់ឡើងទៅលើផ្ទះជួបនរណាគេម្នាក់ពេលនោះនិមលគិតតែម្យ៉ាងថាប្រហែលជាព្រះសង្ឃហើយនឹងដូនជីពីរូបនេះនិមន្តមកពីទីឆ្ងាយទើបមើលទៅមានអាការៈនឿយហត់នាងក៏សម្រេចចិត្តនិមន្តព្រះសង្ឃហើយនឹងដូនជីនិមន្តមកគង់លើក្រែមុខផ្ទះក្នុងគោលបំណងថ្វាយនំជាចង្ហាន់ពេលព្រឹកលើបែបនេះព្រះសង្ឃ3ឆ្កែខ្មៅនិងដូនជី3ឆ្មាខ្មៅក៏និមន្តចូលមកអង្គុយនៅលើក្រែនៅក្នុងទឹកមុខនឹងមិននិយាយគ្នាសំបីតែមួយម៉ាត់និមលព្យាយាមនិយាយយ៉ាងណាក៏មិនឆ្លើយតបតែនាងចាប់ផ្ដើមធំក្លិនអ្វីចម្លែកពិបាកក្នុងការទទួលយកចេញពីជីវររបស់ព្រះសង្ឃនិងដូនជីនេះណាស់ទ្រាំមិនបានរហូតដល់យកដៃខ្ទប់ច្រមុះទៀតផងមិនបង្អង់យូរនិមលក៏ប្រញាប់រត់រះទៅយកនំដែលបានចម្អិនហើយនោះយកមករាប់បាក់ស្រាប់តែពេលនោះព្រះសង្ឃរូបនោះក៏បាននិយាយថាកូនប្រញោមនៅទីណានិមលកាត់ការសង្ស័យខ្លាំងមែនតែនថាព្រះសង្ឃរូបនេះដឹងយ៉ាងម៉េចថាអញមានកូនប្រុសតែនាងបានត្រឹមតែរក្សាការសង្ស័យនៅក្នុងចិត្តតែប៉ុណ្ណោះរួចក៏ឆ្លើយតបវិញថាអូអាតូចមែនវាកំពុងតែគេងអត់ទាន់ភ្ញាក់ទេលោកតាស្រាប់តែព្រះសង្ឃនោះងើបប្រាវទៅជាមួយនឹងដូនជីហើយក៏បែរមុខញញឹមក្នុងទឹកមុខដ៏គួរឲ្យខ្លាចហើយក៏និមន្តចេញទៅបាត់ទៅដោយមិនទទួលចង្ហាន់នោះឡើយក្នុងថ្ងៃជាមួយគ្នា
និមលក៏ទៅលឺអ្នកស្រុកអ្នកភូមិបាននិយាយគ្នាថាមានមនុស្សស្លាប់បណ្ដាក់គ្នា6នាក់ទៅហើយអត់មានពូវៀនពូតាងទេពួកគេបញ្ជាក់ថាបើសិនជានរណាគេម្នាក់បានជួបជាមួយនឹងព្រះសង្ឃ3ឆ្កែខ្មៅដូនជី3ឆ្មាខ្មៅប្រកបណាស់ស្អែកឡើងមុខនឹងជួបតែសាកសពមនុស្សម្នាក់នោះហើយមិនមានពូវៀនពូតាំងនោះឡើយគ្រាន់តែលើបែបនេះភ្លាមនិមលភ្ញាក់ឬសម្បល់ខ្ញាព្រោះពីព្រឹកមិញនាងបានជួបជាមួយនឹងព្រះសង្ឃនិងដូនជីរូបនោះចាប់តាំងពីមានដំណឹងទាំងអស់នោះមកអ្នកភូមិអ្នកស្រុកមិនដែលនរណាគេម្នាក់ហ៊ាននៅដល់យប់ប្រលប់នោះទេនាំគ្នាសម្ងំនៅក្នុងផ្ទះបិទទ្វារបិទបង្អួចតាំងពីក្បាលប្រលប់មកម្លេះនិមលហើយនឹងអាតូចក៏ប្រញាប់ញ៉ាំបាយពេលល្ងាចនឹងអាឡើងទៅលើផ្ទះបិទទ្វារបិទបង្អួចដូចគេដូចឯងដែរនិមលបានប្រាប់ទៅកូនថាឯងប្រញាប់ញ៉ាំប្រញាប់ទៅងូតទឹកនឹងអាឡើងទៅលើផ្ទះទៅម៉ែរៀបចំអីវ៉ាន់ចំអិននំរួចម៉ែឡើងទៅដែរក្រោយរៀបចំចប់ក្រឡេកទៅវឹបស្រាប់តែឃើញព្រះសង្ឃ3ឆ្កែខ្មៅដូនជី3ឆ្មាខ្មៅចេញពីកន្លែងដែលងងឹតមកឈរនៅមុខផ្ទះរបស់នាងសំឡឹងមើលមុខនិមលយ៉ាងគួរឲ្យខ្លាចបើកភ្នែកធំធ្វើឲ្យនិមលព្រឺសម្បល់ខ្ញាក់មិនដឹងថាគួរធ្វើអ្វីមុននោះឡើយរំពេចនោះស្រាប់តែព្រះសង្ឃនោះនិយាយថានិមន្តយើងចូលក្នុងផ្ទះនាងទៅព្រះសង្ឃនិងដូនជីរូបនោះនៅឈរត្រឹងនៅមុខផ្ទះរបស់និមលហាក់បីដូចជាមានអ្វីម្យ៉ាងមិនអនុញ្ញាតឲ្យនិមន្តចូលទៅក្នុងផ្ទះនិមលឡើយនិមលព្យាយាមស្រែកឬក៏និយាយខ្លាំងដើម្បីឲ្យអ្នកភូមិផងរបងជាមួយបានឮប៉ុន្តែហាក់ដូចជាមិនមាននរណាគេម្នាក់បានឮនោះឡើយនៅក្នុងវិនាទីនោះនិមលកង្វល់ខ្លាំងបំផុតគឺកូនរបស់នាងរំពេចនោះនិមលក៏មានអារម្មណ៍ដូចត្រូវអ្វីសង្កត់ភ្នែកក៏ចាប់ផ្ដើមស្រវាំងធ្លាក់ហើយក៏និយាយថានិមន្តចូលមកនិមលភ្ញាក់ខ្លួនឲ្យព្រឹកហេតុអ្វីបានជានាងនិយាយពាក្យនេះទាំងខ្លួនមិនចង់និយាយតាមពិតនាងត្រូវបានវិញ្ញាណខ្មោចព្រៃបញ្ជាឲ្យនិយាយការបើទទួលបានពីអញ្ជើញរបស់និមលហើយស្រាប់តែដូនជីក្រងឈុតពណ៌សស្ទុះវឹបមកនៅពីមុខនិមលចំតែម្ដងស្អុយក៏ស្អុយឆ្អាបក៏ឆ្អាបដូនជីនោះក៏បានច្របាច់កនិមលពេញមួយទំហឹងនិមលផ្ទាល់ក៏ព្យាយាមរើបំរាស់ដែរប៉ុន្តែมันអាចស៊ូនឹងកម្លាំងរបស់ដូនជីខ្មោចព្រៃនេះឡើយរៀបនឹងសន្លប់ដេកស្ដោកស្ដឹងទៅលើក្រែទៅហើយនាងក៏បានក្រឡេកទៅខាងឆ្វេងដៃឃើញព្រះសង្ឃ3ឆ្កែខ្មៅនោះកំពុងតែសម្លឹងមើលទៅលើផ្ទះរៀបនឹងឡើងដើម្បីទៅចាត់ការកូនរបស់នាងតស៊ូកម្លាំងទៅលេងរួចនិមលមានតែប្រើប្រាស់មធ្យោបាយចុងក្រោយអោព្រះភូមិម្ចាស់ទឹកម្ចាស់ដីជំនាញផ្ទះមរិញគង់វាដែលមើលថែរក្សានៅទីនេះជួយខ្ញុំនិងកូនរបស់ខ្ញុំផងស្រាប់តែឮសំឡេងមួយយ៉ាងខ្លាំងពីលើផ្ទះមកប្រហែលជាសំឡេងរបស់ជំនាញផ្ទះចេញភ្លាមចេញពីទឹកដីអញភ្លាមពុំព្រះសង្ឃនិងដូនជីនោះខ្ទាបមកមុខផ្ទះនិមលតែម្ដងគ្រោះអាក្រក់ក៏បានរំលងផុតទៅនៅព្រឹកថ្ងៃស្អែកនៅពេលដែលនិមលភ្ញាក់ដឹងខ្លួនឡើងស្រាប់តែឃើញអ្នកភូមិអ្នកស្រុកឈរអ៊ូអរនៅជុំវិញខ្លួននាងកំពុងតែនឿយឆ្ងល់ថាមានអ្វីកើតឡើងអ្នកភូមិម្នាក់បានប្រាប់ថាកូននាងសុខសប្បាយទេពួយផុតទុក្ខភ័យអីតែប្រាប់មើលមានអីកើតឡើងនិមលក៏ចាប់ផ្ដើមនិយាយរាយរាប់រឿងទាំងអស់ដែលខ្លួនបានជួបកាលពីយប់មិញឲ្យអ្នកភូមិបានស្ដាប់បន្ទាប់មកពួកគេក៏ជំនុំគ្នាក្នុងការដើម្បីរកវិធីដោះស្រាយធ្វើយ៉ាងណាកុំឲ្យខ្មោចព្រៃចូលមកអុកឡុកនៅក្នុងភូមិស្រុករបស់គេទៀតពួកគេក៏បាននិមន្តព្រះសង្ឃនិងគ្រូបាអាចារ្យដែលចេះមន្តអាគមនឹងមកសូត្រមន្តគាថារីខ្សែសីមាការពារស្រុកភូមិរបស់ពួកគេចាប់តាំងពីពេលនោះមកគេក៏លែងឃើញព្រះសង្ឃ3ឆ្កែខ្មៅដូនជី3ឆ្មាខ្មៅចូលមកក្នុងភូមិស្រុកគេបន្តទៀតហើយទាំងនិមលនិងអ្នកភូមិក៏រស់នៅបានសេចក្តីសុខតាំងពីពេលនោះមក